បាទថ្ងៃនេះខ្ញុំចង់បង្ហាញពីដំណាំខែលបាទខែលនេះជារុក្ខជាតិមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពបាទទី1វាមានសារធាតុចិញ្ចឹមខ្ពស់ដូចជាមានវីតាមីនអឺវីតាមីន A វីតាមីន C ហើយនិងវីតាមីន K និងសារធាតុរ៉ែកាល់ស្យូមផងដែរអញ្ចឹងកត្តាដែលសំខាន់នោះគឺខែលនេះវាសម្បូរទៅដោយវីតាមីនដែលមានដូចជាវីតាមីនA វីតាមីន C ហើយវីតាមីន K ហើយក៏វាមានសារធាតុដូចជាកាល់ស្យូមផងដែរអញ្ចឹងសំខាន់ណាស់សម្រាប់នៅក្នុងដំណាំខែលនេះបាទហើយទី2ជួយការពារបង្ករោគបាទខែលហ្នឹងពេលយើងញ៉ាំវាទៅវាជួយការពារបង្ករោគបាទនិងជំងឺផ្សេងដូចជាជំងឺក្រពះនិងជំងឺបេះដូងជាដើមបាទក្រពះនិងបេះដូងបាទហើយទី3ខែលមានសារធាតុជួយក្នុងការកាត់បន្ថយជាតិខ្លាញ់និងជួយក្នុងការគ្រប់គ្រងទម្ងន់បាទកាត់បន្ថយខ្លាញ់ហើយគ្រប់គ្រងទម្ងន់បានទៀតខែលបាទហើយទី4នោះវាមានសារធាតុលូទីនបាទលូទីននិងដែលជួយការពារសុខភាពភ្នែកនិងកាត់បន្ថយហានិភ័យភ្នែកផងដែរបាទខែលនឹងជួយកាត់បន្ថយបញ្ហាភ្នែកផងដែរបាទនិងទី4ហើយទី5នោះវាមានវីតាមីន K ក្នុងការជួយសុខភាពឈាមនិងបង្កើតឈាមថ្មីបាទហើយទី5ហ្នឹងគឺវាមានវីតាមីន K ហើយជួយដល់លំអសុខភាពរបស់ឈាមនិងបង្កើតឈាមថ្មីហើយខែលនេះឯងគឺជារុក្ខជាតិដែលគេប្រើសម្រាប់ជំនួសសាឡាត់ក៏ដូចជាប្រើក្នុងស៊ុបផងដែរហើយមកឥឡូវនេះមកដល់រុក្ខជាតិនេះគឺរុក្ខជាតិប្រទាលថ្លើមបាទឆ្កែខ្មៅបាទប្រទាលថ្លើមកែខ្មៅនេះក៏មានប្រយោជន៍ណាស់ដែរបងប្អូនដែលដាំនៅតាមផ្ទះជាពិសេសបាទប្តីប្រពន្ធបាទប្តីប្រពន្ធដែលគាត់អាសាមានបញ្ហាជាមួយគ្នាឆ្លោះគ្នាអីហ្នឹងបាទយើងដាំប្រទាលថ្លើមឆ្កែខ្មៅនេះនៅផ្ទះទៅជួយបាទជួយឲ្យយើងនឹងមានសុខដុមរមនាគ្រួសារកុំឲ្យអាសាឆ្លោះគ្នាបកាយគ្នារើរឿងគ្នាអីហ្នឹងអញ្ចឹងប្រទាលថ្លើមឆ្កែខ្មៅនេះក៏មានសារៈប្រយោជន៍ដែរបងប្អូនយើងដាំទៅមិនខុសទេបាទហើយបងប្អូនដែលចង់បានប្រទាលថ្លើមឆ្កែខ្មៅនេះក៏អាចតាក់ទងមកខាងខ្ញុំបានហើយនេះជាដំណាំមួយប្រភេទទៀតគឺដំណាំស្ពៃបាទស្ពៃក្តោបបាទស្ពៃក្តោបនេះដែរបាទយើងដាំនៅយកមុខផ្ទះផងដែរនេះជីនាងវើងបាទជីនាងវើងនេះក៏ដាំនៅយកមុខផ្ទះដែរអញ្ចឹងនៅយកមុខផ្ទះហ្នឹងគ្រាន់តែយកមុខផ្ទះហ្នឹងមួយហ្នឹងយើងដាំដំណាំបានច្រើនណាខ្ញុំសម្រាប់ខ្ញុំបាទមានតាំងពីជីមានតាំងពីខែលបើខែលមួយអាទិត្យយើងកាត់យកវាមកធ្វើជាម្ហូបហ្នឹងបាន2ដងខែលហើយនេះជាប្រភេទផ្កាម្លិះបាទផ្កាម្លិះក៏ដាំដែរបាទក្អូបឈ្ងុយឈ្ងប់តែម្ដងផ្កាម្លិះបាទនេះម្រះបាទម្រះនេះយើងអាចកាត់ដាក់ក្នុងស៊ុបហើយនឹងឆាបានដែរផងដែរអញ្ចឹងនៅមុខផ្ទះយើងកុំទុកចោលបាទយើងចេះតែដាំទៅបាទយើងមានបាទដំណាំពេញហ្នឹងហើយនៅនៅខាងក្រោមម្រះហ្នឹងយើងមានល្មៀតសក្នុងដើមនោះគឺដើមល្មៀតសបាទអញ្ចឹងដាំសពគ្រប់តែម្ដងនៅមុខផ្ទះនេះបាទល្មៀតសក៏មានខែលក៏មានម្រះក៏មានបាទដំណាំផ្សេងទៀតច្រើនណាបើប្រទាលយើងមានប្រទាលច្រើនបងប្អូនត្រូវការមានដូចជាបាទសាលិកាមានដូចជាវ៉ដុល្លារជាដើមបាទហើយនៅក្នុងនោះក៏យើងមានដាំជាខែលច្រើនបាទហើយត្រកួនបាទត្រកួនក៏មានបាទដាំច្រើនដែរគ្រាន់ណាកាត់ដោតត្រាវក៏មានបាទហើយខាត់ណាផ្កាក៏មានទៀតនៅមុខផ្ទះយកមុខផ្ទះហ្នឹងអញ្ចឹងបងប្អូនយើងដែលច
trong ba nơi chấm này chấm niên cả sĩ cam bạn complete cho môi ông cả áp vật cả sĩ cam thom chết cam chỉ dương miền bằng riêng nơi chấm này chấm niên phần nàyផលិតជីផលិតថ្នាំកម្ចាត់សត្វល្អិតផលិតអរម៉ូនដាំដុះបន្លែផ្លែឈើស្រូវធ្វើម៉េចឲ្យបានទិន្នផលខ្ពស់បានចាំសត្វផលិតចំណីសត្វថ្នាំសត្វធ្វើម៉េចកុំឲ្យសត្វយើងឈឺយើងងាប់ក៏ដូចជាមានបង្រៀនផលិតមេផ្សិតនិងបណ្ដុះផ្សិតផងដែរហើយក្រៅពីនោះដែរបាទនៅអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងក៏មានលក់ជូននៅផលិតផលដែលជាផលិតផលសម្រាប់ប្រើទៅលើដំណាំធ្វើឲ្យដំណាំដុះលូតលាស់ល្អមានផ្លែផ្កាកាន់មិនជ្រុះរសជាតិឆ្ងាញ់ជាពិសេសបងប្អូនយើងប្រើទៅមិនប៉ះពាល់ដល់បរិស្ថានហើយនិងសុខភាពរបស់អ្នកប្រើប្រាស់ទេពីព្រោះយើងផលិតមកពីធម្មជាតិសុទ្ធសាធតែម្ដងដោយឡែកបងប្អូនយើងដែរលោកមានចិញ្ចឹមសត្វបាទត្រូវការឈុតបំពន់សត្វដែលធ្វើឲ្យសត្វធំធាត់លឿនសត្វយើងមិនឈឺមិនងាប់នោះក៏មានឈុតសត្វផងដែរសម្រាប់បងប្អូនយើងត្រូវការបាទហើយមានមេផ្សិតគ្រប់ប្រភេទផងដែរបាទនេះជាការប្រមូលផលនៅដំណាំខែលហើយបាទនេះកំពុងតែប្រមូលផលនៅដំណាំខែលអញ្ចឹងខ្ញុំដាំនៅនេះប្រហែលជា30ដើមបាទ30ដើមបាទ30ដើមនេះខ្ញុំប្រមូលផលមួយអាទិត្យ2ដងបានម្ដងយើងបានមកកញ្ឆែងហ្នឹងសម្រាប់យកទៅធ្វើជាលក់ក៏បានយើងយកទៅបាទដាក់ក្នុងស៊ុបក៏បានឬក៏យើងយកទៅស្ងោរក៏បានបាទសម្រាប់ដំណាំខែលហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំប្រើប្រាស់ខែលនេះមួយអាទិត្យ2ដងកាត់ទៅបាទប្រើប្រាស់តែម្ដងអញ្ចឹងបងប្អូនដែលចង់បាននៅពូជខែលយកទៅដាំកូនខែលយកទៅដាំក៏ដូចជាចង់បាននៅជីសម្រាប់យកទៅស្រោចស្រពធ្វើម៉េចឲ្យល្អដោយយើងមិនប្រើប្រាស់ជីគីមីដែលធ្វើឲ្យប៉ះពាល់នៅសុខភាពរបស់យើងទេក៏អាចមកតាក់ទងមកខាងអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាដែលមានអាស័យដ្ឋានគឺផ្ទះលេខ 9C9 បាទនៅផ្លូវហាណូយបាទមកពីស្តុបផ្សារដីហុយប្រហែលជា100ម៉ែត្រជាងមកបាទចូលតាមច្រកហាងនំប៉័ងបាទហាងនំប៉័ងឈុកមាស2ចូលមកចំតែម្ដងឃើញផ្លាកអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងតែម្ដងដែលក្នុងនោះបាទយើងមានលក់ឈុតបំពន់ដំណាំឈុតបំពន់សត្វមានបង្រៀនកសិកម្មដូចជាវគ្គដំណាំវគ្គសត្វវគ្គផលិតមេផ្សិតបន្តផ្សិតហើយចំពោះលេខទំនាក់ទំនងនោះគឺមាន011 016 067 78 87 60អញ្ចឹងសម្រាប់បងប្អូនត្រូវការមកកុំភ្លេចជាមួយអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាបាទសូមអរគុណ